កាត់ថ្នោតលក់ណាជួយសម្បត្តិខ្មែរណាហាអេមានប្រយោជន៍ច្រើនណាស់និយាយពីដើមត្នោតថាមានប្រយោជន៍ច្រើនណាស់ស្លឹកវាឲ្យប្រងទាំងផ្លែគេយកមកឆៃតើវាធ្វើទូកអ្នកគល់អរត់ទាំងក្តីតើវាធ្វើទូកអ្នកគល់រត់ទាំងក្តីដល់ចូលឆ្នាំថ្មីស្លោផ្លែខ្ចីទៅវត្តអើយហាអេថ្នោតសំខាន់ខ្លាំងណាស់ចែកកូនប្រុសស្រីជាគេពូជកំរួចកុំកាប់ពីអីជាគេតពូជកំរួចកុំកាប់ពីអីត្រង់ទឹកលោកលៃយកមកធ្វើស្ករហើយខ្វាយទេក្មេងៗអីលើមិនសូវគិតខ្វល់ខ្វាយទេកាត់ថ្នោតលក់ឲ្យគេចាស់ខំថែឲ្យរាប់ឆ្នាំថ្នោតយំទួញសោខែវ័យមនុស្សមិនស្ដាប់ថ្នោតយំទួញសោខែវ័យមនុស្សមិនព្រមស្ដាប់ដោយយកលុយមួយក្តាប់ថ្នោតវិញស្លាប់ដេកដួលលើហាអេត្រូវវិនាដូនតាលោកឃើញជឿចាប់ថ្នោតត្រូវវិនាដូនតាលោកឃើញជឿចាប់មិនដេចកូនចៅមិនស្ដាប់មិនចាំអើយបនដាំកាលលោកនៅរស់លោកកាមិនអោយរលំកាលលោកនៅរស់លោកកាមិនអោយរលំឥឡូវថ្នោតដួលលោកយំអាណិតថ្នោតណាស់អើយហាអេខ្ញុំតែម្នាក់ឯងនិយាយគ្មានអ្នកស្ដាប់ទេខ្ញុំតែម្នាក់ឯងនិយាយគ្មានអ្នកស្ដាប់ទេមានតែស្រែកជាងបំពេជូនពុកម៉ែស្ដាប់ស្រណោះថ្នោតខ្មែរខ្ញុំឃើញខ្ញុំក៏ជឿចាប់ស្រណោះអោតថ្នោតខ្មែរខ្ញុំឃើញខ្ញុំក៏ជឿចាប់សង្ឃឹមពុកម៉ែបានស្ដាប់ឮហើយជប់កាប់ថ្នោតលួងអើយហាអេ
សារឲ្យបាន